បាទវិលត្រឡប់មកវិញហើយបាទនេះជាវីដេអូចុងក្រោយសម្រាប់នេះយើងបាទអូខេក្នុងវីដេអូនេះគឺចង់បង្ហាញឲ្យយើងអំពីបាទការចូលទៅប្រើប្រាស់ survey តើយើង survey បែបណាអូខេអញ្ចឹងទីមួយយើងត្រូវមាន user ទាំងអស់នេះបាទអញ្ចឹងយើងដឹងហើយថាការ survey របស់យើងនេះគឺសំខាន់ណាស់បាទសំខាន់យ៉ាងម៉េចទៅគឺបានបន្ទុកបាទ survey របស់យើងមាន3ដងបាទអញ្ចឹងគឺយើងនឹងបានបន្ទុកគឺ5%បាទអញ្ចឹងច្រើនគួរសមដែរអញ្ចឹងទី1គឺត្រូវតែ lock ចូលឲ្យបានគ្នាយើងបាទអញ្ចឹងដូចវីដេអូមុនគឺយើងបាន lock ចូលច្រើនហើយអញ្ចឹងដែលមាន username នោះអីគេឈ្មោះឡាតាំងរបស់យើងហ្នឹងតែមិនដក clear ទេបាទនេះយើងសេសតតូចក៏បានសតធំក៏បានដែរក្នុងនេះអត់ប្រកាន់អីទេណាបាទតែលេខកូដដាក់ឲ្យត្រូវបាទអញ្ចឹងយើងធ្វើការ sign in បាទអញ្ចឹងនេះយើងភាគច្រើនប្រើទូរស័ព្ទលឿនដែលគ្នាយើងគ្រាន់តែបាទធ្វើការចុច tag survey ឡើងនេះបាទគ្នាយើងនឹងឃើញមានព័ត៌មាន survey បាទអញ្ចឹងមកមាន survey នេះ survey ទី1បាទមាន survey ទី2ហើយមានទី2ទី3អញ្ចឹងទៅនៅក្នុងហ្នឹងបាទឥឡូវនេះយើងឃើញ status របស់យើងនេះ survey គឺ pending ពុំទាន់ធ្វើការ survey ទេបាទអញ្ចឹងយើងក៏ឃើញកន្លែងហ្នឹងមកបាទយើងចូលទៅធ្វើ survey បាទ click ចឹងមកមានព័ត៌មានអីអស់ចឹងទៅបាទអូខេចឹងបន្តមកទៀតយើងចាប់ផ្ដើមទៅធ្វើការចូលទៅព័ត៌មានទាំងអស់ហ្នឹងបាទអញ្ចឹងយើងមើលមកថាទី1ផ្នែកនេះបាទយើងមាន6ផ្នែក6 step នេះបាទអញ្ចឹងផ្នែកទី1ផ្នែកផ្ដល់ព័ត៌មានអញ្ចឹងគឺឧទាហរណ៍បាទឧទាហរណ៍អញ្ចឹងបាទ4 3នេះជាឧទាហរណ៍ទេអញ្ចឹងគ្នាយើងដើម្បីឲ្យព័ត៌មានរបស់យើងនេះបានច្បាស់លាស់គ្នាយើងមើលទៅលើសំណួរនីមួយៗកម្រងសំណួររបស់យើងហ្នឹងបាទកុំចុចតាមលោកគ្រូព្រោះលោកគ្រូគ្រាន់តែតេស្តដើម្បីកុំឲ្យវីដេអូរបស់យើងហ្នឹងវែងទេបាទអូខេចឹងមកបាទអញ្ចឹងនេះបានចប់មួយ step ហើយបាទអញ្ចឹងយើងទៅមុខមួយទៀតបាទទៅមុខមួយទៀតអូខេអញ្ចឹងទៅផ្នែកបានតម្លៃអញ្ចឹងទៅអញ្ចឹងឧទាហរណ៍បាទអញ្ចឹងក្នុងនេះខ្ញុំធ្វើផ្លេចមួយឧទាហរណ៍អញ្ចឹងចាបាទមកដល់ត្រឹមនេះបាទ click ត្រឹមនេះអញ្ចឹងទៅបាទដល់ត្រឹមនេះតត្រឹមនេះអញ្ចឹងទៅបាទដល់ត្រឹមនេះអញ្ចឹងឥឡូវនេះខ្ញុំផ្លេចមួយសំណួរបាទអញ្ចឹងយើងទៅមុខមើលអូខេអញ្ចឹងទៅមុខវានឹង load alert មកឲ្យយើងអញ្ចឹងសំណួររបស់យើងនៅខ្វះអញ្ចឹងយើង click មកបាទ click OK មកវានឹង load ទៅឲ្យយើងហើយអញ្ចឹងយើងត្រូវមើលសំណួរនឹងឡើងវិញហើយយើង check ម្ដងទៀតបាទអញ្ចឹងយើងទៅមុខទៀតបាទអូខេទៅមុខទៀតសំណួរបន្តទៀតហើយបាទអញ្ចឹងយើងរើសទៀតបាទអញ្ចឹងយើងរើសឲ្យគ្រប់បាទយើងរើសឲ្យគ្រប់មកបាទបើអត់គ្រប់ក៏អត់បារម្ភដែរបាទពេលយើង click ទៅមុខទៅបាទគឺវាអត់ឲ្យយើងទេថាបើយើង click គ្រប់អត់អីទេណាបាទអញ្ចឹងគ្រូសូមធ្វើការចុចលឿនបាទដើម្បីកុំឲ្យខាតពេលអូខេចុច next ទៀតអូខេនៅទៀតបាទអញ្ចឹងឧទាហរណ៍ទៀតមកបាទចឹងយើងអាចអានតិចទៅហើយយើងคลิกបាទដើម្បីឲ្យងាយស្រួលបាទអូខេคลิกទៀតបាទអូខេបាទតទៀតបាទអូខេចាំមកណាបាទមានអីអត់សំណួរនឹងបែបណាអូខេចាคลิกមកបាទចឹងនេះយើងមើលអានមួយទៀតចុចមក1 2 3 4 5បាទអូខេតទៀតបាទអូខេអញ្ចឹងនេះចប់ហើយចប់លទ្ធផល survey របស់យើងក្នុងនេះក៏យើងបើសិនជាអត់តាន់យើងខ្វះមួយហើយយើង submit បាទក៏អត់តាន់ទៅដែរបាទអញ្ចឹងវានឹងធ្វើការ alert ឲ្យយើងដូចគ្នាបាទអញ្ចឹងយើងបាន submit អស់ហើយបើសិនជាគ្នាយើងចង់ review យើងអាចចុច back ថយក្រោយបាទបានបាទចុច back ថយក្រោយចឹងមកបានអត់ជាបញ្ហាទេបាទឬក៏ឥឡូវនេះគ្នាយើងមើលថានៅក្នុងផ្នែកបានឡៃចៃដល់នេះយើងចូលចុចទៅចំ tab attendant នេះបាទអញ្ចឹងវាត្រូវ load ទៅផ្សេងទៀតដែរអញ្ចឹងសួរថាតើ survey របស់យើងហ្នឹងវាយ៉ាងម៉េចបាត់ដែរទេអូខេនៅពេលដែលយើង click survey មកបាទអញ្ចឹងយើងធ្វើការចុចចូលទៅ tag survey ហ្នឹងទៅអូខេអញ្ចឹងយើងនឹងឃើញព័ត៌មានទាំងអស់បាទគឺនៅ
đọt đài ọt bật tới nà thế cứ viên này chọn chăm dương cho ấy mình nâng bà rư có miền là call màu ấy không lòng bèl nâng bà này dương cũng bà rắm bà này dương cho từ text away nằm đòn tiết và hỡi đôi đặt lại của mình cho text away máu vì đang chọn chăm bỏ miền nâng tặng ở dương này và chứng dương con là cho submit tới và ok chứng viên đang đầm nà cá dươngคือ successful status នេះក៏ successful មានន័យថាយើងបានបំពេញសវេទី1នេះរួចរាល់ទៅហើយបាទអញ្ចឹងបន្ទុករបស់យើងក៏នឹង load ចូលអូតូនៅក្នុង mark នេះដែរនៅពេលដែលលោកគ្រូគាត់ចុចទៅលើ mark នេះអូខេបាទអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងបើសិនជាមានចម្ងល់អាចតាក់ទងមកលោកគ្រូបាននៅការ live ចែកទេសជាន់ទី2បាទអញ្ចឹងលោកគ្រូមានប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលាបាទ